tao vì nãy cái trong bà account này chẳng á account này nhung chạy free mong như mẹ nè giờ lên thế này kia account này còn ta chi vi click ấy chẳng á được việc thơ vi click đưa có hai x mode ấy chẳng thôi được việc đạo viên nghe xuống này kia nhung chưa thà này kia có ai thơ ban định nhung đài hay vì nãy cái trong ban bẹ cả lên lên đưa gặp đã style rom lên này chẳng á cọc free mong x mode này hò tao lại công việc xong tập bài vô đâu vì tao đã mong tới đã x mode vô ấy chẳng videoนี้ខ្ញុំមកបរៀនអ្នកគ្នាដាក់របៀបដាក់ X mode ដូចទឹកមុននេះអញ្ចឹងណាព្រោះឥឡូវខ្ញុំអត់សូវបានចេញវីដេអូរបៀបដាក់ X mode ទេហើយបញ្ជាក់អ្នកគ្នាអ្នកដែលមកថ្មីមើលកុំខាតែមើលខាអ្នកគ្នាអត់ចេះដាក់ទេអ្នកគ្នាចំណាយពេលតែបន្តិចដើម្បីមើលវាទៅផាជាខ្ទង់7 8នាទីហ្នឹងអ្នកគ្នាមើលវាមកដល់ចប់ទៅខ្ញុំធានា 100%ហ្មងថាអ្នកគ្នានឹងដាក់កើតហ្មងហើយបញ្ជាក់ដាក់កើតបានថា iPhone ណា Android អីខ្ញុំអត់មានវីដេអូបរៀនទេហើយ Android វាហានិភ័យដាក់ប្រហែលជាវាអាចជាប់ brand អីចឹងណាព្រោះវាប្រភេទ download APK វាដូចiPhone ទេ click ដោយសារ VPN អញ្ចឹង iPhone វាសុវត្ថិភាពជាងអញ្ចឹង iPhone វាអត់មានការ brand ទេហើយកន្លែងនេះវាឲ្យយើងវាយលេខកូដចូលយើងចុច install មកខេហើយបន្ទាប់ពីវាគ្រីអញ្ចឹងឯងអ្នកគ្នាចុចចេញពីអាហ្នឹងមកហើយទៅយើងដាក់ alpha shadow rocket មួយទៀតនេះ alpha នេះអញ្ចឹងចុចលើវាមួយមកហើយយើងចុចអាសញ្ញាព្រួយឡើងលើបន្ទាប់មកយើងអូសរពាក្យ shadow rocket នេះ shadow rocket ហ្នឹងហើយបើអ្នកគ្នាអត់មាន shadow rocket អ្នកគ្នាអាចជួយឲ្យ point D របស់ខ្ញុំ download បានអញ្ចឹងណាឬក៏អ្នកគ្នាទិញនៅក្នុង App Store ខ្លួនឯងក៏បានដែរហើយកន្លែងនេះសំខាន់ផុតអ្នកគ្នាចូលទៅ general មកហើយចុចអានេះហើយ outcome នេះយកពាក្យនេះហើយអ្នកគ្នាបើកវាមកអ្នកគ្នាអាហ្នឹងបើកថាអត់បើកវាទេវាអត់ដើរអ៊ីនធឺណិតទេអញ្ចឹងវាចូលហ្គេមអត់រួចទេអញ្ចឹងតោះតែយើងបើកពីយើងធ្វើឲ្យអាហ្នឹងបានហើយអស់យើងចូលដាក់ key វាអញ្ចឹងហើយនេះ link key វាអ្នកគ្នាអញ្ចឹង key វាត្រូវការ ID account ក្រែមរបស់យើងផ្ទាល់ហើយកន្លែងនេះយើងចូល recovery មកដើម្បីដាក់វាអញ្ចឹងណាអញ្ចឹងចូល recovery តាមខ្ញុំមកហើយឥឡូវខ្ញុំចូលទៅយក ID ក្រែមរបស់ខ្ញុំសិនដើម្បីដាក់វាឲ្យវាដំណើរការអញ្ចឹងណាអ្នកគ្នាព្យាយាមមើលមួយទៅខ្ញុំធានាថានឹងតែដាក់បានហ្មងឲ្យតែអ្នកគ្នាប្រើ iPhone ណាហើយឥឡូវខ្ញុំចូលទៅយក ID game របស់ខ្ញុំសិនហើយចាប់តិចខ្វែងចេញអស់សិនអ្នកគ្នាឃើញ account មក account bot ទេឥឡូវខ្ញុំ copy ID របស់ខ្ញុំមកអញ្ចឹងបន្ទាប់ពីដែលយក key មិញមកយើងចុចបើកវាមកប៉ុណ្ណឹងដំណើរការហើយរបៀបយកវាស្រួលទេអ្នកគ្នានិយាយរួម easy ហ្មងឲ្យតែអ្នកគ្នាមើលវីដេអូដល់ចប់ហើយយើងយក2ម៉ោងក្រោមគេមកហើយកន្លែងនេះយើងបញ្ចូល ID game របស់យើងហើយយើងចុចតាមខ្ញុំមកអ្នកគ្នាហើយចុចកន្លែងឡងនាទីហ្នឹងមកចុចនិចតាមហ្នឹងមកហើយបន្ទាប់ពីវាចាញ់ជីអ្នកគ្នានេះចុចអាគារនេះហើយចូលកន្លែងតំពោដែលអញ្ចឹងយើងធ្វើអញ្ចឹងតាទៅវាដំណើរការហើយអញ្ចឹងអ្នកសង្ឃឹមថាអ្នកគ្នាយល់និយាយតាក់សង្ឃឹមថាអ្នកគ្នាយល់អញ្ចឹងណាអាកន្លែងហ្នឹងព្រោះវាអត់សូវពិបាកទេហើយអ្នកគ្នានេះធ្វើអញ្ចឹងតាមករហូតដល់វាគ្រប់អីចឹងណាធ្វើអញ្ចឹងប្រហែលជា3ដងវាគ្រប់អីវាឧទាហរណ៍វាចេញអាមេរោគហ្នឹងមកអ្នកគ្នាចុចតាមខ្ញុំមកចុចអញ្ចឹងតាមខ្ញុំមកវាបានហើយឥឡូវវាចិត្តពេញហើយចាំវាពេញខ្ញុំចូលក្រាបមកអ្នកគ្នាមើលហ្មងចុចនេះទៀតមកលើពេញដែរកាយបន្ទាប់ពីវាចេញជិះមានន័យថាវាពេញហើយអញ្ចឹងយើងចុចចេញមកហើយបញ្ជាក់ ID account ណាដាក់បានតែ account ហ្នឹងទេហើយបើយើងដាក់វាអស់មកយើងយក key វាដាក់ម្ដងទៀតទៅត្រាការទៀតហើយកន្លែងនេះយើងបើក VPN មកឲ្យ VPN Shadow Rocket ហ្នឹងហើយយើងចូល game របស់យើងមកហើយយើង clear ចោលសិនចាំចូលឲ្យវាដំណើរការសាថ្មីចង់មកដល់កន្លែងនេះយើងចាំវាថាមិនយើងចាំវាដើរអញ្ចឹងណាតែបើថាវាយូរពេកអាហ្នឹងអ្នកគ្នាដាក់ខុសហើយអញ្ចឹងខ្ញុំចាំវាតែមួយផ្លែទេវាដើរវាដូចយើងលេង game ធម្មតាអញ្ចឹងតែយើងចូល game លេងធម្មតាអញ្ចឹងណានេះឥឡូវខ្ញុំចូលវាកន្លែងនេះ slow មកបន្តិចហើយតបមកវា load អក្សរក្រហមមកហើយឥឡូវចាំតិចឲ្យវាដើរទៅនេះវា load ក៏អក្សរក្រហមហ្នឹងមកហើយអញ្ចឹងពេលវា load អ្នកគ្នាចូលទៅបិទអាកម្មវិធី Shadow Rocket ហ្នឹងចោលមកបិទអា VPN ហ្នឹងមកបិទវាចោលមកហើយយើងចូល game លេងទៅវាបានហ្មងវាចេញវាចេញអីហ្មងឥឡូវខ្ញុំចូលហើយឥឡូវវាពងដំណើរការនេះឥឡូវ account ហ្នឹងមកពេច load អី load វិញ load អីមក